ជាដំបូងយើងចូលទៅ Never រួចយើងវាពាក្យ Loto Mupha Kume នៅត្រង់នេះបន្ទាប់មកចុចលើធុងហេមើលដល់ត្រង់នេះបងប្អូនចង់លើ Parukume ដើម្បីចុះឈ្មោះបន្តយើងមើលកន្លែង V1 Khaib នេះចុចលើវាមកដើម្បីយើងបង្កើត ID មកដល់ត្រង់នេះកុំភ្លេចចុច Tick មួយផងអបបន្ទាប់មកកន្លែងនេះយកមួយណាក៏បានតែខ្ញុំចុះតាម Navook ហើយយើងចាំបន្តិចទៅដើម្បីភ្ជាប់ជាមួយនឹងកម្មវិធី Naver យើងនឹងមកដល់កន្លែងនេះចូលបំពេញ ID របស់បងប្អូនជាអក្សរលីលេខរួចសូមចុចពាក្យហើយបន្តដាក់លេខកូដ IT ជាអក្សរធំតូចលីជានិមិត្តសញ្ញាផងរួចចុច Khaib Haki ហើយត្រង់នេះចុចពាក្យនេះបន្ទាប់មកយើងអាចទិញឆ្នោតបានត្រូវមានលុយសិនចឹងចុចចូល menu នេះមកហើយត្រង់នេះចុចពាក្យជូងច័ន្ទដើម្បីបញ្ចូលលុយបន្ទាប់មកយកពាក្យខាសាងរួចត្រង់នេះរើសចំនួនទឹកលុយដែលត្រូវដាក់បញ្ចូលចាប់ពី5,000ឡើងដល់15,000ឥឡូវខ្ញុំឧទាហរណ៍ដាក់ 5,000 ហើយចុចចុងចិន្ហាគីបន្ទាប់មកយើងនឹងឃើញលេខដែលត្រូវវាលុយទៅបងប្អូនចុច copy វាមករួចបងប្អូនចេញទៅក្រៅដើម្បីវាលុយបន្ទាប់ពីយើងវាលុយរួចហើយយើងចូលទៅ menu ត្រង់នេះជាទឹកលុយដែលយើងបានបញ្ចូល 5,000 មិញនឹងនៅត្រង់កន្លែងនឹងបងប្អូនអាចមើលបានចឹងយើងចេញទៅទិញយើងចុចយកពាក្យ Loto 5145 នេះមកឬក៏ចុចទិញខាងក្រោមនេះក៏បានមកដល់ត្រង់កន្លែងនេះមាន2ជម្រើសទី1យើងចាក់ដោយរើសលេខខ្លួនឯងទី2ចាក់អូតូអញ្ចឹងខ្ញុំយកទី1ខ្ញុំចាក់ខ្លួនឯងយើងរើសលេខ51ត្រង់កន្លែងនេះបងប្អូនអាចជ្រើសរើសលេខដែលបងប្អូនពេញចិត្តលេខនៅក៏បានដែរតែរកបានតែ51ខ្ទង់ទេអញ្ចឹងខ្ញុំសូមធ្វើការរើសលេខខ្ញុំសិនខ្ទង់មករួចចុចពាក្យសន្ធិកវ៉ាន់យូរើបាន6ប៉ុស្តិ៍មកបងប្អូនសូមធ្វើការជ្រើសរើសឲ្យបាន5ដងទៅព្រោះយើងទិញ5ប៉ុស្តិ៍អញ្ចឹងបងប្អូនសូមជ្រើសរើសម្ដងមួយដែលធ្វើការជ្រើសរើសតាមលេខនីមួយដែលបងប្អូនពេញចិត្តទៅអុកបន្ទាប់មកយើងចុចទិញជាការស្រេចវិក័យប័ត្របងប្អូនអាចថតទុកបានយើងចង់ចែកមើលយើងទិញរួចហើយយើងចូលទៅហើយយើងចូលទៅ menu វិញដើម្បីឆែកមើលការបញ្ជាទិញនេះជាវិក័យប័ត្រដែលយើងទិញទាំងប៉ុន្មានមាននៅកន្លែងនេះបងប្អូនមិនយល់ត្រង់កន្លែងណាអាចសាកសួរបានសូមឲ្យត្រូវឆ្នោតទាំងអស់គ្នាសំណាងល្អណាសូមអរគុណបងដែលបានមើលវីដេអូរបស់ខ្ញុំពីខ្ញុំដាវីត